Bà chuyên nghiệp số bộ mạng bốn ọc nia bàថ្ងៃនេះថ្ងៃទី22ខែ4 2025bộ mạng bốn bàឥឡូវនេះយើងកំពុងតែដាក់ទឹកបងប្អូនបាទដាក់ទឹកបង្ហាប់ដីបាទបង្ហាប់ដីបាទដីវាហាប់រួចហើយយើងចាប់ផ្ដើមបោះថ្មបងប្អូនបាទបោះថ្មឥឡូវនេះយើងកំពុងតែដាក់ទឹកបងប្អូនដាក់ទឹកហើយនេះដាក់ទឹកស្អែកឡើងយើងដាក់ទឹកមួយសាទៀតពុកម៉ែបងប្អូនបាទដាក់ពី3សាទៅបាទបើថាវាស្រត់ប៉ុណ្ណាយើងដាក់ដីថែមបាទយើងដាក់ដីថែមហើយយើងនឹងដាក់ទឹកទៀតបងប្អូនបាទដាក់ដីថែមហើយដាក់ទឹកទៀតដាក់ធ្វើម៉េចឲ្យវាលែងស្រត់ពុកម៉ែបងប្អូនបាទវាលែងស្រត់ពេលវាលែងស្រត់ហើយយើងចាប់ផ្ដើមបោះថ្មបងប្អូនបាទបោះថ្មហើយយើងចាក់សាបបងប្អូនបាទយើងចាក់សាបតែម្ដងបងប្អូនបាទចាក់សាបតែម្ដងហើយហើយនេះជាងអត់តន់ឃើញមកទេបងប្អូនបាទជាងអត់តន់ឃើញមកទេនេះយើងធ្វើខ្លួនឯងបាទធ្វើខ្លួនឯងជាមួយបងប្អូនបាទបាន2នាក់បាទយើងធ្វើបដាទៅបាទទ្រាំតែជាងមកយើងឲ្យជាងមកចាក់សាបតែម្ដងបាទចាក់សាបយើងបង្ហាប់ថ្មបង្ហាប់អីឲ្យរួចរាល់ហើយជាងមកចាក់សាបតែម្ដងបាទនៅតាក់តងជាងអត់ចូលទេបងប្អូនបាទតាក់តងជាងអត់ចូលទេតាំងពីរួចចូលឆ្នាំមកបាទនឹងជាងតាណាតាណីទេបងប្អូនគាត់ជាប់រវល់មកទៅហើយនេះស៊ីហ្គាយើងបងប្អូននេះស៊ីហ្គាយើងពីប្រឡោះបងប្អូនបាទប្រឡោះធំតែម្ដងបាទយើងធ្វើធំតែម្ដងស៊ីហ្គាដាក់ទឹកបង្ហាប់វាបងប្អូនសមមិញហ្នឹងចាក់ខ្សាច់មួយឡានបងប្អូន8គីបអស់250000ហើយយើងចាក់ដីស្រែបងប្អូនដីស្រែមួយឡាននិយាយទៅដីស្រែហ្នឹងយើងចាក់អស់3ឡានហើយបងប្អូនបាទ3ឡានហើយអត់គ្រប់2ឡានអត់គ្រប់យើងចាក់មួយឡានទៀតមិនដឹងថាគ្រប់ឬយ៉ាងណាទេបងប្អូនជាមួយយើងចាំមើលបន្តទៅទៀតបាទចាក់3ឡានហើយដោយសារដីយើងជីកពីក្នុងដៅនេះមកបងប្អូនជីកពីក្នុងដៅនេះមកផងបាទជីកពីក្នុងដៅនេះមកផងហើយយើងមកដាក់ចូលនឹងហើយយើងថែមដី3ឡានទៀតបាទ3ឡានទៀតហើយដីស្រែហ្នឹង1ឡាន80000បងប្អូនបាទ1ឡាន80000បោះខ្សាច់នោះយើងត្រូវការច្រើនណាមួយយើងត្រូវការឡប់ឡាហើយយើងត្រូវរៀបអត់រៀបអីទៀតបងប្អូនបាទហើយណាមួយបើថានៅសល់ខ្សាច់សល់អីយើងត្រូវបោះពុំអត់បន្តទៀតបងប្អូនបាទបោះពុំអត់បន្តទៀតព្រោះថាយើងធ្វើលបងដីផងដែរបងប្អូនបាទធ្វើលបងដីបាទយើងធ្វើបន្តិចម្ដងបងប្អូនបាទយើងធ្វើដូចភ្លៀងរលឹមអញ្ចឹងបាទហ្នឹងហើយយើងធ្វើទៅរហូតអញ្ចឹងបងប្អូនបាទឈប់ខ្លះធ្វើខ្លះឈប់ខ្លះធ្វើខ្លះអញ្ចឹងទៅបាទត្រែទៅបងប្អូនអានេះយើងបូមទឹកស្រះមកបងប្អូនបាទបូមទឹកស្រះយកមកដាក់តែម្ដងដល់ប្រើទឹកគីបអស់ច្រើនហ្នឹងបងប្អូនបាទប្រើទឹកគីបអស់ច្រើនទ្រាំតែពេញនេះនាំតែហាប់នេះមិនធម្មតាមិនតិចគីបបងប្អូនបាទនេះប្រហែលសំណាងដែលយើងមានស្រះគេនៅចិត្តហ្នឹងយើងបូមទឹកស្រះយកមកហើយសាយោដែលយើងបូមមកហ្នឹងយើងប្រើតែទីបតែម្ដងបងប្អូនបាទតែទីបតូចមានម៉ូទ័រតសាយោខ្លះទៅដាច់ទីបខ្លះទៅបងប្អូនបាទផ្សំគ្នាទៅបានមកដល់ដែរបាទបូមតាំងពីម៉ោងប្រហែលជាម៉ោង 2:10 បងប្អូនបាទម៉ោង 10ជាង 7:10 យើងបូមតាំងពីក្នុងរហូតដល់ស្មើនេះចូលម៉ោង 4ជាងហើយបងប្អូនបាទម៉ោង 4:30 នាទីបាទម៉ូទ័រប្រហែលជាក្តៅខ្លាំងហើយម៉ូទ័រម៉ូទ័រនេះខ្ញុំប្រើម៉ូទ័ររុំស្ពាន់បងប្អូនបាទប្រើម៉ូទ័ររុំស្ពាន់បាទបើយើងប្រើម៉ូទ័រនេះមកឲ្យតំណងបែបជាឆេះបាទតែដឹងម៉ូទ័រក្តៅមួយថ្ងៃហើយប៉ុន្តែយើងប្រើម៉ូទ័ររុំស្ពាន់វាធន់បាទវាធន់វាបានយូរបាទវាមិនសូវជាក្តៅណាស់ណាទេក្តៅទេបងប្អូនតែវាមិនឆេះងាយទេយើងរុំស្ពាន់នេះថ្មយើងមួយឡានผมមិនដឹងថាគ្រប់យើងយ៉ាងណាទេបាទមើលទៅចាក់មួយឡានថ្មតែបើខ្វះខាតយើងយកថ្មយើងនៅនោះទៀត
ថ្មយើងចាក់នៅសល់ខ្លះនេះយើងចាក់ឡប់ដែរទៅគ្រឹះធ្វើលបងដីបងប្អូនបាទនៅសល់ខ្លះដែរបាទយើងខ្វះខាតយើងទៅយកនៅខាងនោះប៉ុន្តែយើងនៅខ្វះខាតថ្មបងប្អូនថ្មល្អិតណាថ្មតូចបាទថ្មចាក់តសហើយនៅស៊ីម៉ងទៀតបងប្អូនបាទនៅស៊ីម៉ងទៀតបាទស៊ីម៉ងក៏នៅសល់តែ1ក្រុងទេបាទស៊ីម៉ងសល់តែ1ក្រុងទេយើងត្រូវការទិញបន្ថែមទៀតម្ដងនេះប្រហែលជាយក1តោនបងប្អូនយក1តោនស៊ីម៉ងហើយយើងយកមកចាក់អានេះយ៉ាងតិចណាក៏ត្រឹម10ក្រុងជាង10ក្រុងដែរហ្នឹងមើលទៅបងប្អូនតាមមើលទៅបាទចូល5 10ក្រុងហ្នឹងឬក៏យ៉ាងម៉េចហ្នឹងបាទមើលជាងផ្ទាល់ហើយធ្វើវាតិចដងចឹងទៅបាទអរគុណសម្រាប់ការចូលទស្សនាពុកម៉ែបងប្អូនបាទយើងកំពុងបូមទឹកដាក់បាទឲ្យវាជ្រាបឲ្យសពបាត់វាមួយសាទៅវាជ្រាបអស់ហើយស្អែកឡើងយើងបូមវាមួយសាទៀតបងប្អូនបូមវាមួយសាទៀតនេះយើងធ្វើចក្រានបាយបងប្អូនបាទធ្វើចក្រានបាយឃ្លាំងដាក់អីវ៉ាន់ហើយនឹងឃ្លាំងដាក់អីវ៉ាន់ហើយនឹងបន្ទប់ទឹកបងប្អូនបាទយើងធ្វើ3បាទឃ្លាំងអីវ៉ាន់បន្ទប់ទឹកហើយនឹងរោងបាយបងប្អូនរោងបាយបាទតធ្វើរោងបាយ